របៀបឆាមីគីឡូតាមពិតទៅបើសិនជាយើងលាយទឹកសោះដែលយើងយកមកឆានឹងត្រូវគឺពេលដែលយើងឆាទៅគឺឆ្ងាញ់ខ្លាំងហ្មងបងប្អូនជាពិសេសនឹងគឺដូចគេឆាលក់តែម្ដងខ្ញុំឆាច្រើនដងដែរប៉ុន្តែអត់ឆ្ងាញ់ដូចសារនេះទេបងប្អូនសារនេះគឺឆាចេញមកគឺដូចគេអ្នកលក់ហ្មងណាជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ស្រីនៅ Cooking Vlog ថ្ងៃនេះផងដែរគឺខ្ញុំមកឆាជាមួយនឹងមីគីឡូបងប្អូនចំពោះផ្នែកបន្លែបងប្អូនមានជាមួយនឹងស្ពៃតឿមានស្ពៃក្តោបនិងការ៉ុតតិចតួចយើងហាន់វាឲ្យលាងទឹកឲ្យស្អាតបែបហ្នឹងមកណាហើយយើងហាន់កុំធំពេកកុំទួយពេកបងប្អូនប៉ុណ្ណឹងមកខ្ញុំមានជាមួយនឹងសាច់គោហាន់ប្រទេសស្ដើងសាច់គោនេះផ្នែកស្លក់បងប្អូនអាកន្លែងសាច់ស្លអាហ្នឹងផុយឆ្ងាញ់អញ្ចឹងសាច់គោហ្នឹងគឺខ្ញុំហាន់ស្អាតលាងទឹកស្អាតឲ្យអស់ហើយខ្ញុំយកមកវាប្រឡាក់ជាមួយនឹងទឹកប្រេងខ្យងបន្តិចដើម្បីវាមានជាតិណាខ្ញុំអត់ប្រឡាក់គ្រឿងផ្សេងពីហ្នឹងឯងអញ្ចឹងយើងអ្វីដែលសំខាន់ហ្នឹងគឺយើងមកលាយទឹកគ្រឿងនេះបងប្អូនលាយអាហ្នឹងត្រូវគឺឆាទៅគឺឆ្ងាញ់ហ្មងចាក់គ្រឿងទី1ហ្នឹងគឺខ្ញុំមានជាមួយនឹងទឹកម្ទេសហើយទឹកម្ទេសផងដែរគឺយើងប្រើមកអីក៏បានដែរតាមដែលយើងធ្លាប់ប្រើឲ្យវាឆ្ងាញ់អញ្ចឹងណាហើយទឹកប៉េងប៉ោះហ្នឹងគឺកន្លះវែកហ្នឹងខ្ញុំវល់វែកបងប្អូនទឹកម្ទេសមួយវែកទឹកប៉េងប៉ោះកន្លះវែកទឹកប៉េងខ្យងទឹកប្រេងខ្យងហ្នឹងមួយវែកចំពោះស្ករសខ្ញុំដាក់ចំនួនកន្លះវែកហ្នឹងកន្លះវែកស្លហ្នឹងហើយយើងបន្ថែមជាមួយនឹងប៊ីចេងបន្តិចម្សៅស៊ុបខ្នុរដូចគ្នាម្សៅស៊ុបខ្នុរខ្ញុំដាក់មួយស្ព្រាបាយអញ្ចឹងបងប្អូនគ្រឿងនេះបងប្អូនអាចមើលបានតាមហ្នឹងអញ្ចឹងណាហើយចំពោះទឹកធម្មតារបស់យើងខ្ញុំដាក់មើលទៅតាមបរិមាណគ្រឿងអញ្ចឹងខ្ញុំដាក់ប្រហែលជាមួយកែវហ្នឹងណាមកកូរមករាវល្មមនិយាយទៅគឺនៅពេលដែលយើងឆាទៅគឺអត់បាច់ចាំថែមទឹកថែមអីទេបងប្អូនយើងគ្រាន់តែចាក់ទឹកគ្រឿងនឹងចូលឬក៏បន្ថែមទឹកម្ទេសតាមចំណង់ចំណូលចិត្តហើយគឺគ្រឿងទាំងអស់ហ្នឹងគឺល្មមតែម្ដងហើយចំពោះរបៀបឆាមីនេះផងដែរបើសិនជាយើងដាក់រៀងគ្រឿងប្រៃពេកទៅគឺយើងឆាទៅញ៉ាំអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងយើងដាក់គ្រឿងប៉ុណ្្នឹងទៅវាល្មមហើយចំពោះមីគីឡូគឺខ្ញុំប្រើប្រភេទមីនេះណាបើសិនជាបងប្អូនមានប្រភេទមីគីឡូដែលគេធ្វើភ្លាមស្រាប់អារបៀបលាងសរសៃលឿងជាងនេះអាហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនហើយមីនេះក៏ឆ្ងាញ់ដូចគ្នាគ្រាន់ថាមីនេះគេធ្វើមកវារបៀបថាបែបធម្មជាតិណាគេអត់ប្រើម្សៅច្រើនចឹងទៅសរសៃមីគឺវាងាយនឹងដាច់ជាងប៉ុន្តែបើសិនអាប្រភេទមីគីឡូដែលគេធ្វើសម្រាប់លក់ជាគីឡូហ្មងអាហ្នឹងសរសៃវារៀងស្វិតជាងនេះអញ្ចឹងបន្ទាប់មកគ្រឿងរបស់ខ្ញុំដែលបានលាយហើយហ្នឹងខ្ញុំទុកម្លាយសិនខ្ញុំមកច្រាមខ្ទឹមច្រាមនេះយើងច្រាមឲ្យវាម៉ត់ចឹងមកឥឡូវយើងចូលដល់វគ្គយើងឆាតែម្ដងបងប្អូនដាក់ជាមួយនឹងប៊ឺបងប្អូនកុំប្រើខ្លាញ់អញ្ចឹងខ្ញុំដាក់ប៊ឺប្រហែលជាមួយស្ព្រាបាយជាងតោះមកខ្ញុំកូរវាឲ្យរលាយបងប្អូនកូរវារលាយហើយយើងដាក់ជាមួយនឹងខ្ទឹមបំពងរបស់យើងចូលខ្ទឹមបំពងយើងដាក់បន្តិចបានដែរបងប្អូនដោយសារខ្ញុំឆានេះគឺខ្ញុំឆាមួយចានខ្ញុំអត់ឆាម្ដងទាំងអស់ហ្មងឯងអញ្ចឹងយើងដាក់ខ្ទឹមបំពងវាឡើងឈ្ងុយហើយយើងដាក់សាច់គោចូលសាច់គោហ្នឹងគឺយើងគ្រាន់តែមកនេះតែមិនបាច់ចាំឲ្យឆ្អិនអីទេគាត់មកយើងចាក់ទឹកគ្រឿងរបស់យើងចូលតែម្ដងទឹកគ្រឿងនេះយើងដាក់មកវែកហ្នឹងហ្មងបងប្អូននិយាយរួមយើងឆាមួយចានយើងដាក់ទឹកគ្រឿងមកវែកយើងឆាវាឲ្យចូលជាតិជាមួយនឹងសាច់គោហើយគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងបន្លែរបស់យើងចូលតទៅមកគឺយើងឆាវារៀងទន់បន្លែតិចល្មមទៅបានទេហើយបើសិនជាយើងស្ទើរគ្រឿងឬវារៀងគោកឬអីចឹងគឺយើងអាចបន្ថែមទឹកខ្យងបន្តិចឬក៏បន្ថែមទឹកម្ទេសតាមចំណង់ចំណូលចិត្តតែប៉ុន្តែខ្ញុំអត់បានបន្ថែមគ្រឿងទេដោយសារនៅក្នុងទឹកសោសដែលខ្ញុំបានលាយហ្នឹងគឺវារសជាតិมันល្មមហើយបងប្អូនអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ទឹកសោសថែមបន្តិចហើយគឺខ្ញុំដាក់ជាមួយនឹងមីរបស់យើងចូលតែម្ដងហើយខ្ញុំត្រឡប់វាបន្តិចចឹងណាដោយសារខ្សែមីរបស់យើងគឺវាងាយនឹងដាច់វាខុសពីមីគីឡូដែលយើងទិញនៅតាមផ្សារអាមីកញ្ចប់នេះវាងាយនឹងដាច់ជាងប៉ុន្តែសម្រាប់ខ្ញុំគិតថាអាមីដែលខ្ញុំឆានេះគឺវាមានរសជាតិទន់ហើយឆ្ងាញ់ជាងហ្មងបងប្អូនដោយសារគេធ្វើពីបន្លែទៅជាមីអញ្ចឹងណាហើយបន្ទាប់មកគឺបងប្អូនគ្រាន់តែកូរវាមកត្រឡប់មើលតែឆ្អិនបន្លែជាមួយនឹងមីវាថាវាចូលជាតិគ្នាអីហើយហ្នឹងគឺអូខេបងប្អូនហើយជាចុងក្រោយបើសិនជាយើងចង់បន្ថែមជាមួយនឹងទឹកម្ទេសបន្តិចទៀតក៏បានឬក៏យើងចង់ដាក់នៅលើចានហើយចាំបន្ថែមទឹកម្ទេសហ្នឹងក៏បានដែរចំពោះទឹកម្ទេសដែលខ្ញុំបានបន្ថែមគឺដោយសារទឹកម្ទេសរបស់ខ្ញុំវារបៀបថាវាមានជាតិហឹរតិចចឹងណាចឹងវាធ្វើឲ្យមីរបស់យើងវាហឹរឡំអញ្ចឹងបងប្អូនខ្ញុំអត់បានដាក់ម្ទេសឆាមអីទេបើសិនជាបងប្អូនមានម្ទេសឆាច្រាមដាក់ថែមរៀបហឹរតិច
រត់តែឆ្ងាញ់បងប្អូនចឹងមីឆាបងខ្ញុំគឺមានតែប៉ុណ្ណេះបងប្អូនសំខាន់ជាងគេបើសិនជាបងប្អូនលាយទឹកសុះត្រូវឆាលឿនហើយឆ្ងាញ់ទៀតហើយដូចអ្នកលក់អញ្ចឹងបងប្អូនជាទ្រង់គឺគេឆាយើងទៅទិញគេឆារបៀបម៉េចយើងធ្វើអញ្ចឹងទៅគឺកាន់តែឆ្ងាញ់ហើយចំពោះទឹកសុះហ្នឹងខ្ញុំអត់បានបន្ថែមជាមួយនឹងប្រេងល្ងដោយសារអីខ្ញុំអត់ចូលចិត្តក្លិនប្រេងល្ងប៉ុន្តែបើគេអ្នកលក់វិញពីច្រើនគឺខ្ញុំឃើញគេដាក់ប្រេងល្ងវាឈ្ងុយតិចតិចប៉ុន្តែខ្ញុំអត់ចូលចិត្តក្លិនប្រេងល្ងអញ្ចឹងទៅខ្ញុំអត់បានដាក់ទេបងប្អូនបន្ទាប់មកគឺយើងដួសដាក់ចានហើយបើសិនជាចង់ថែមពងទាចៀនអេតពីលើឬក៏ប៉ាតេហ្នឹងចៀនថែមទៅគឺកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនអាចសាកធ្វើវិធីនេះបានទេខ្ញុំធានាថាដូចគេលក់អញ្ចឹងបងប្អូនសាច់មីល្មួតទុនជាមួយនឹងបន្លែយើងនោះគឺឆ្ងាញ់ដូចគេអ្នកលក់អញ្ចឹងខ្ញុំធ្វើ4ដងហើយបើសិនបើខ្ញុំហ៊ានថតវីដេអូបង្ហាញបងប្អូនព្រោះវាឆ្ងាញ់អញ្ចឹងបងប្អូនអាចសាកធ្វើវិធីនេះបានណាអរគុណច្រើនជំរាបលា